បើស្បែកនេះយកទៅលក់នៅទីក្រុងមិនដឹងបានប៉ុន្មានទេតើគួរឲ្យស្ដាយប្រធានប្រាប់ដាច់ខាតថាមិនឲ្យលក់ម៉ែយកនេះទៅឲ្យគ្រួសារស៊ូសិនទៅបងប្អូនគាត់ខ្សោយណាស់ឲ្យហូបទៅបានពៅកម្លាំងខ្លះប្រធានវាងថាមិនឲ្យលក់យកលុយអញ្ចឹងថ្ងៃនេះយើងមិនបាច់រកស៊ីទេយើងដោះដូរទំនិញគ្នាហ្មងអ្នកណាមានអុសខោអាវលេងស្លៀកឬកំសៅពោតក៏ដោយឲ្យតែជារបស់ដែលផ្ទះខ្ញុំខ្វះអាចយកមកដូរសាច់បានអស់មួយបាច់ដូរសាច់កន្លះគីឡូអាវរងាចាស់មួយដូរសាច់1គីឡូកន្លះពិតជាមិនយកលុយមែនហេគ្រាន់តែអស់ពុកក៏ដូរសាច់បានដែរធានាថាឲ្យអ្នកទាំងអស់គ្នាដូរដោយពេញចិត្តហ្មងអានអស់នេះល្អណាស់យកទៅអូខេបងហ្វូគួយយកទៅរងាសាច់នៅផ្ទះចុះបងស្រីឆាប់ហូបទៅថ្ងៃនេះចេនអានជាប្រធានក្រុមឡើងហាស់ហ្មងបងថាគាត់ពិតជាកាយខ្លួនមែនអត់បងមិនដឹងទេតែបងសុខចិត្តឲ្យពីមុនគាត់កុំធ្លាប់ធ្វើរឿងបែបនេះដាក់បងល្អជាងរោឲ្យស្បែកចកនេះអានឲ្យមីងយកមកឲ្យក្មួយក្រៅគេងទៅយប់ឡើងកក់ក្ដៅហើយគាត់ពិតជាគោរពពាក្យសន្យាមែនយកស្បែកចកមកឲ្យមែនកើតរឿងធំហើយឈួយហួរលើកនេះរឿងធំមែនតែនហើយភ័យអីម្លេះកុំឲ្យក្មេងភ័យកណេឲ្យលីក្នុងក្រុមកឹបគេងលុយរត់បំណុលធំពេកសមមិនរួចទេស្រុកថ្ងៃស្អែកនឹងបញ្ជូនមនុស្សមកស៊ើបមានតែផ្លូវស្លាប់ទេគ្រូសាយើងជំពាក់ក្រុមជាង10យន្តមិនត្រូវវាងវៃគូទាបំណុលមកហើយទេអីអានខាងក្រៅលេចចេថាកណេឲ្យលីកឹបគេងលុយរត់ព្រឹកស្អែកស្រុកនឹងចុះមកស៊ើបបញ្ជីគាត់លើកនេះចប់ហើយជាតិមុនគឺយប់នេះហើយកណេឲ្យលីសងបំណុលមិនរួចក៏ចង់សម្លាប់ខ្លួនក្រោយគាត់ស្លាប់វាងវៃគូចូលកាន់កាប់បញ្ជីហើយធ្វើស៊ីអ្នកភូមិតតែអស់រលីងពីខ្លួនហ្មងម៉ែខ្ញុំចេញទៅក្រៅបន្តិចអានក្រៅព្រើធ្លាក់ខ្លាំងណាស់ឯងចង់ទៅណាទៀតទៅជួយជីវិតមនុស្សពូលីយ៉ាតបមួយម៉ាត់មកអាឈាមឆ្កែអត់បានការអញទៅឲ្យឆ្ងាយអញទុះស្លាប់ក៏មិនឲ្យអញមកសើចចំអកដែរខ្ញុំអង្គុយមើលពូស្ងាត់អញ្ចឹងឯងជេរទៅជេរចប់ចង់បន្តទៀតទៅអានឯងទុកឲ្យពូស្លាប់ទៅពូអស់មុខរស់ហើយពូសុំទោសប្រពន្ធកូនណាយំចប់នៅយំចប់ចុះមកក្រោមយំដោះស្រាយបញ្ហាបានអីខ្លះថ្ងៃស្អែកមនុស្សពីស្រុកមកដល់ពូស្លាប់ទៅទោសនេះលៀងលែងច្រហើយប្រពន្ធកូនពូថ្ងៃក្រោយត្រូវគេចាត់ទុកជាសាច់ញាតិអាអ្នកពុករលួយត្រូវគេជាប្រតិចមួយជីវិតហើយមួយទៀតពូស្លាប់ទៅនរណាឡើងជំនួសគឺវាងវៃគូវាប្រកាសជាយកដីផ្ទះពូអស់រលីងប្រពន្ធកូនពូសំបីតែសម្បកឈើក៏គ្មានហូបផងពូឯងចង់បានអីឲ្យប្រកាសហ្នឹងអានពូសុំអង្វរែងអញមកជួបពូប្រកាសជាមានវិធីជួយពូហើយមែនទេសុំអង្វរជួយសង្គ្រោះគ្រួសារពូផងទៅមើលទៅពូពិតជាមិនចង់ស្លាប់មែនអញមានវិធីមែនអត់ឲ្យតែអាចរស់ជាតិក្រោយពូសុខចិត្តធ្វើកូនធ្វើសេះបំរែងវិធីខ្ញុំមានតែលើលោកនេះគ្មានអីហ្វ្រៃទេខ្ញុំចង់ឲ្យពូជួយរឿងមួយអានឯងនិយាយមករឿងអីក៏ពូធ្វើដែរពូឯងមានពូម្នាក់ធ្វើជាប្រធានសហគមន៍នៅស្រុកមែនអត់អានឯងសួរពីពូញធ្វើអីងើបឡើងនិយាយសិនលុយជាង10យន្តដែលពូជំពាក់ខ្ញុំសងជំនួសតែខ្សែរយៈពូឯងត្រូវតែជួយរត់ការឲ្យខ្ញុំអានឯងអាចយកលុយជាង10យន្តបានភ្លាមហេនេះជារបស់អីគេនឹងត្បូងខ្ចប់យកចេញពីពូស្ដេចចកចាស់នោះពូសាកហិតមើលចុះយ៉ាងហោចក៏លក់បានរាប់សិបយន្តដែរខ្ញុំនៅភូមិពិបាកបញ្ចេញរបស់នឹងពូយល់នៃខ្ញុំទេអាននេះជារបស់មានតម្លៃណាស់តើពូយកវាឥឡូវទៅស្រុកទាំងយប់ទៅរកពូរបស់ពូឯងនឹងគ្រាន់តែប្រាប់ថាព្រានព្រៃចាស់ពឹងឲ្យលក់ឲ្យទៅត្រូវតែបដូរយកលុយមកវិញឲ្យបានមួយទៀតលុយជាង10យន្តដែលគ្រូសាស៊ូជំពាក់ក្រុមពូជួយទូទាត់ឲ្យស្អាតទៅហើយយកវិក័យប័ត្រជំពាក់មកឲ្យខ្ញុំអានអញប្រៀបដូចឪពុកម្ដាយទី2អញ្ចឹងថ្ងៃក្រោយជីវិតលីមីងមួយនេះគឺជារបស់អញហើយអញឲ្យទៅកើតពូដាច់ខាត់មិនទៅលេទេខ្ញុំជួយពូមានលក្ខខណ្ឌថ្ងៃក្រោយរបស់ល្អដែលខ្ញុំរកបានពីភ្នំដូចជាមន់ព្រៃទន្សាយយិនសិនផ្សិតលីងជឺគឺត្រូវលក់ទៅស្រុកតាមរយៈខ្សែពូឯងនេះហើយបើរឿងនេះជោគជ័យពូនឹងបានចំណែកមិនខានអានឯងទុកចិត្តចុះថ្ងៃក្រោយពូនឹងស្ម័គ្រស្មោះធ្វើការឲ្យឯងហ្មងឈប់និយាយច្រើនទៅប្រញាប់ទៅយកសម្បត្តិបំណុលគ្រួសារស៊ូមកយប់ជ្រៅហើយប្រញាប់ចេញដំណើរទៅ